ហ៊ូស្អុយពេលដែលយើងទិញគេញ៉ាំណាតម្លៃវាក៏រៀងថ្លៃគួរសមដែរអញ្ចឹងហើយបើសិនយើងចេះធ្វើដោយខ្លួនឯងវិញបងប្អូនតិចនិចគឺងាយស្រួលណាស់រសជាតិហ្នឹងគឺឆ្ងាញ់ដូចតែគ្នាហ្នឹងហើយជាពិសេសនេះតាហ៊ូយើងប្រើជាប្រភេទតាហ៊ូធម្មតាដូចខ្ញុំចេះហើយរសជាតិក៏ឆ្ងាញ់ណាស់បងប្អូនសម្រាប់ការធ្វើរបស់ខ្ញុំនេះជាដំបូងគឺយើងត្រូវតែលាយជាមួយនឹងជ្រក់ត្រពាំងនឹងឯងសម្រាប់ជ្រក់ត្រពាំងហ្នឹងគឺជាតួអង្គដែលសំខាន់ជាងគេបងប្អូនហើយរសជាតិហ្នឹងគឺយើងយកបែបរៀងប្រៃជូរផ្អែមហឹរមកល្មមទៅហើយចំពោះជ្រក់ត្រពាំងគឺយើងហាន់វាសរសៃតូចៗដូចខ្ញុំអញ្ចឹងមិនណាដើម្បីពេលដែលយើងដាក់លាយជាមួយនឹងទឹកគ្រឿងផ្សំទៅវាឆាប់នឹងជួយជាតិបានល្អចំពោះការលាយជ្រក់ត្រពាំងនេះគឺខ្ញុំកាត់បែបរៀងខ្លីៗទេដោយសារតែការបង្ហាញពីវិធីធ្វើហ្នឹងគឺខ្ញុំធ្លាប់បង្ហាញការពីវីដេអូមុនរួចហើយបងប្អូនបើសិនជាចង់ឃើញពីការធ្វើអីបងប្អូនអាចចូលទៅកាន់ page របស់ខ្ញុំបានណាចាបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅជាមួយនឹងជ្រក់នេះរួចហើយគឺខ្ញុំផ្អាប់វាទុកចោលប្រហែលជា2 ទៅ 3 ម៉ោងអីគឺយើងអាចយកមកញ៉ាំបានហើយជាពិសេសសម្រាប់ជ្រក់ហ្នឹងបងប្អូនចង់ញ៉ាំជាមួយនឹងត្រីអាំងទៀតក៏ឆ្ងាញ់ដែរសម្រាប់ទៅហ៊ូនេះមុននឹងយកមកចៀនគឺខ្ញុំបានលាងសម្អាតវាបានស្អាតបងប្អូនគឺយើងទុកវាឲ្យស្ងួតជាតិទឹកកាលណាយើងទុកតាហ៊ូនេះស្ងួតជាតិទឹកយកមកចៀនគឺវាអត់ខ្ទេចខ្លាញ់មកខាងក្រៅទេគឺងាយស្រួលណាស់រីឯការហាន់វិញបងប្អូនឲ្យហាន់តាមចំណង់ចំណូលចិត្តបានណាហាន់បែបណាក៏បានដែរឲ្យតែគិតថាញ៉ាំទៅឆ្ងាញ់ណាសម្រាប់ខ្ញុំគឺពុយវាជា2យករៀងត្រីកោណបងប្អូនហើយការចៀនហ្នឹងគ្រាន់តែយើងចាក់ប្រេងនៅខ្ទះនឹងឲ្យក្តៅមកល្មមទៅរួចហើយយើងដាក់សាច់តាហ៊ូហ្នឹងយកទៅចៀនការចៀនហ្នឹងគឺយើងប្រើភ្លើងហ្នឹងក្តៅមកល្មមបានហើយបងប្អូនដើម្បីឲ្យវាក្រៀមសងខាងណារយៈពេលនៃការចៀនរបស់ខ្ញុំប្រហែលជា5 ទៅ 6 នាទីអីហ្នឹងឯងគឺសាច់តាហ៊ូហ្នឹងក៏វាបានក្រៀមល្អដែរអញ្ចឹងហើយគឺយើងស្រង់វាធ្វើមិនឲ្យស្រស់ជាខ្លាញ់សិនងាកមកកូរជាមួយនឹងគ្រឿងដុំស៊ីឈាន់ណាបងប្អូនចំពោះដុំស៊ីឈាន់នេះនៅកន្លែងណាក៏មានលក់ដែរមិនថាតាមម៉ាត់តាមតូបចាប់ហួយទីផ្សារអីគឺមានលក់ទាំងអស់ហ្នឹងបរិមាណដែលខ្ញុំយកមកធ្វើនេះគឺខ្ញុំប្រើតែមួយជ្រុងឯណាគឺយើងប្រើជាមួយដុំស៊ុបហ្នឹងកូរវាឲ្យរលាយសិនទៅពេលដែលវារលាយដុំស៊ុបហ្នឹងហើយគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសនិងខ្ទឹមក្រហមគឺយើងលីងខ្ទឹមហ្នឹងឲ្យវាឡើងក្លិនឈ្ងុយសិនចាំយើងចាក់ទឹកហ្នឹងចូលតាមក្រោយទៀតចំពោះគ្រឿងក្រៅដែលខ្ញុំដាក់ចូលនេះបងប្អូនខ្ញុំអត់ប្រើច្រើនមុខទេដោយសារតែដុំស៊ុបនេះគឺវាមានជាតិស្នាបហើយគឺមានជាតិប្រៃហើយនឹងហឹរណាអញ្ចឹងហើយខ្ញុំប្រើជាមួយនឹងម្សៅស៊ុបហើយនឹងស្ករបន្តិចនៅពេលដែលខ្ញុំដាក់គ្រឿងក្រៅត្រូវរសជាតិដែលខ្ញុំចូលចិត្តហើយចាប់ផ្ដើមផ្ទៃខ្ទះហ្នឹងចាក់ត្រង់យកកាកវាចេញបងប្អូនគឺយើងអត់យកទាំងកាកទេកាលណាបើសិនយើងយកទាំងកាកវាទៀតទៅញ៉ាំទៅអត់ឆ្ងាញ់ទេណាអញ្ចឹងហើយយើងត្រង់កាកវាចោលយកតែទឹកវាទៅបានហើយបន្ទាប់ពីយើងត្រង់កាកវាចេញហើយបងប្អូនអាចដាក់ជ្រក់ត្រពាំងដែលយើងធ្វើហើយហ្នឹងដាក់ចូលទៅបរិមាណជ្រក់បងប្អូនអាចលៃលោកដាក់តិចឬច្រើនតាមចំណូលចិត្តបានណាសម្រាប់ខ្ញុំគឺប្រើលៃមកល្មមជាមួយនឹងទឹកស៊ុបនឹងឯងបន្ទាប់ពីយើងដាក់សាច់ជ្រក់ហើយគឺយើងទុកត្រឹមតាម1 ពុះអីយើងផលិតភ្លើងបានហើយបន្តមកទៀតគឺយើងយកទឹកគ្រឿងផ្សំដែលយើងបានធ្វើហើយហ្នឹងមកចាក់ស្រោចផលិតតាហ៊ូយើងត្រៀមទុកនៅក្នុងចានហ្នឹងបងប្អូនហើយកុំភ្លេចឲ្យសោះមួយទៀតគឺជាជីវ៉ាន់ស៊ុយនឹងឯងដាក់ឲ្យច្រើនមកដោយសារតែក្លិនជីវ៉ាន់ស៊ុយគឺវាត្រូវគ្នាណាស់ជាមួយនឹងតាហ៊ូស្អុយបងប្អូនចំពោះការញ៉ាំហើយនិយាយទៅធានាឲ្យបងរសជាតិហ្នឹងអត់ឲ្យចាញ់គ្នាជាមួយនឹងតាហ៊ូស្អុយទេណាគឺញ៉ាំជក់មាត់មែនទែនគឺញ៉ាំឆ្ងាញ់ណាស់អញ្ចឹងហើយសម្រាប់ឯមុខនេះកុំភ្លេចសាកធ្វើណា